សូមស្វាគមន៍មកកាន់កម្មវិធីចម្លើយសម្រាប់ថ្ងៃនេះចែករំលែកនៅចំណេះដឹងសំខាន់ចម្លើយជាក់ស្ដែងចំពោះបញ្ហាជួបប្រទះក្នុងជីវិតរស់នៅប្រចាំថ្ងៃបទពិសោធន៍ពិតដែលនិយាយអំពីជីវិតរបស់យើងសពថ្ងៃការតស៊ូផ្ទាល់ខ្លួនបញ្ហាប្រឈមនៅក្នុងគ្រួសារព្រះជាម្ចាស់នៅតែធ្វើការក្នុងជីវិតប្រចាំថ្ងៃរបស់យើងផ្ដល់ក្តីសង្ឃឹមនិងទិសដៅសូមគោរពនឹងជម្រាបសួរប្រិយមិត្តទាំងអស់របស់វិទ្យុគ្រួសារស្វាគមន៍សាជាថ្មីមកកាន់កម្មវិធីចម្លើយសម្រាប់ថ្ងៃនេះកម្មវិធីចម្លើយសម្រាប់ថ្ងៃនេះគឺជាកម្មវិធីខ្លីមួយដែលអាចជួយឲ្យជីវិតរបស់លោកអ្នកកាន់តែប្រសើរឡើងកម្មវិធីថ្ងៃនេះនឹងនិយាយតាក់ទងពីរបៀបដែលយើងអាចដោះស្រាយការខកចិត្តក្នុងជីវិតដោយប្រើព្រះបន្ទូលព្រះជីវិតនេះគឺពេញដោយការខកចិត្តនៅពេលដែលយើងធ្វើអ្វីមួយមិនកើតឬក៏មិនបានតាមចិត្តដែលយើងចង់យើងម្នាក់ជួបការខកចិត្តហើយការខកចិត្តនោះអាចជាទំនាក់ទំនងគ្រួសារដែលបាក់បែកឬក៏ជាឱកាសការងារដែលបាត់បង់ជាបុគ្គលម្នាក់ដែលធ្វើខុសចំពោះយើងជាការចោទប្រកាន់ខុសចំពោះយើងឬក៏អាចជាការអធិដ្ឋានសម្រាប់អ្វីមួយតែយើងមិនទទួលបានចម្លើយតាមដែលយើងចង់បានប្រិយមិត្តអ្នកស្ដាប់ជាទីមេត្រីជីវិតនេះបើយើងស្ដាប់ទៅហាក់បីដូចជាពិបាកណាស់ជួបការខកចិត្តដែលធ្វើឲ្យយើងមិនសមបំណងខឹងកើតទុក្ខពិបាកចិត្តធ្លាក់ទឹកចិត្តជាដើមប៉ុន្តែបញ្ហាទាំងនេះអាចធ្វើឲ្យយើងសង្ស័យនឹងផែនការក៏ដូចជាគោលបំណងនិងថែមទាំងឲ្យជំនឿរបស់យើងធ្លាក់ចុះពេលខ្លះផងដែរប៉ុន្តែដំណឹងល្អគឺថាព្រះបន្ទូលរបស់ព្រះប្រទានដល់យើងនូវការលើកទឹកចិត្តជាក់ស្ដែងដើម្បីដោះស្រាយជាមួយនឹងការខកចិត្តព្រះគម្ពីរប្រាប់យើងថាជីវិតនេះមិនស្រួលដោយការគិតឡើយព្រះគម្ពីរទទួលស្គាល់ថាយើងម្នាក់នឹងជួបទុក្ខលំបាកការឈឺចាប់រួមទាំងការបៀតបៀនទៀតផងប៉ុន្តែព្រះគម្ពីរក៏រំលឹកយើងដែរថាយើងមិននៅម្នាក់ឯងទេហើយរំលឹកយើងទៀតថាព្រះនៅតែគ្រប់គ្រងស្ថានភាពដដែលទោះបីជាអ្វីមិនកើតឡើងតាមការរំពឹងទុករបស់យើងក៏ដោយនៅពេលដែលយើងគិតដល់ជីវិតឡើងចុះរបស់យើងរឿងដ៏សំខាន់បំផុតដែលយើងអាចធ្វើបានគឺត្រូវទុកចិត្តថាផែនការរបស់ព្រះធំជាងផែនការរបស់យើងព្រះអង្គជ្រាបពីតម្រូវការរបស់យើងហើយរឿងដ៏ពិបាកបំផុតអំពីការខកចិត្តគឺជាការមានអារម្មណ៍ថាយើងបានបាត់បង់ម្ចាស់ការយើងតែងតែមាននិមិត្តអំពីជីវិតយើងថាគួរតែខ្លាចជាបែបនេះឬក៏បែបនោះហើយពេលខ្លះទៀតវាមិនបានកើតឡើងដោយបំណងយើងគ្រប់គ្នាឡើយព្រះបន្ទូលនៃព្រះរំលឹកយើងថាកុំពឹងលើការចេះដឹងរបស់ខ្លួនឡើយតែត្រូវទុកចិត្តលើព្រះអង្គម្ចាស់ទាំងស្រុងចូលនឹកដល់ព្រះអង្គម្ចាស់ក្នុងគ្រប់កិច្ចការដែលកូនធ្វើនោះព្រះអង្គនឹងត្រួសត្រាយផ្លូវរបស់កូនព្រះទតឃើញរូបភាពធំអ្វីដែលយើងយល់ថាជាឧបសគ្គតាមពិតអាចជាការរៀបចំរបស់ព្រះសម្រាប់អ្វីមួយល្អប្រសើរសម្រាប់ជីវិតរបស់យើងបើយើងគ្រាន់តែអត់ធ្មត់ហើយយើងទុកចិត្តលើព្រះយើងអាចមិនយល់ពីមូលហេតុដែលរឿងទាំងនោះកើតឡើងទេប៉ុន្តែយើងអាចទុកចិត្តបានថាផែនការរបស់ព្រះតែងតែល្អជានិច្ចជារឿយយើងក៏លេចទៅក្រោយយើងនឹករកឃើញថាផែនការត្រង់ពិតជាល្អមែនយើងមិននៅម្នាក់ឯងទេដូច្នេះសូមគិតអំពីលោកយូសែបក្នុងព្រះគម្ពីរបងគាត់បានក្បត់គាត់ពួកគេបានលក់គាត់ឲ្យក្លាយទៅជាទាសករគាត់បានជាប់ពន្ធនាគារសម្រាប់អ្វីដែលគាត់មិនបានធ្វើឈឺចាប់ណាស់ហើយវាមើលទៅដូចជាជីវិតគាត់ពេញដោយទុក្ខលំបាកនិងការខកចិត្តអញ្ចឹងតែចុងក្រោយព្រះអស្ចារ្យណាស់ទ្រង់បានប្រើស្ថានភាពទាំងអស់នោះដើម្បីរៀបចំយូសែបសម្រាប់អ្វីមួយដ៏អស្ចារ្យនៅទីបំផុតគាត់បានសង្គ្រោះគ្រួសារគាត់និងប្រជាជាតិទាំងមូលលោកុបាតចំពុក50ខ20អ្វីដែលមើលទៅដូចជាមហន្តរាយតាមពិតគឺជាផ្នែកមួយនៃផែនការរបស់ព្រះ
ហើយយូសាបានទទួលស្គាល់ការនេះប្រិយមិត្តអ្នកស្ដាប់ជាទីមេត្រីលោកអ្នកអាចអធិដ្ឋានទូលថ្វាយការខកចិត្តរបស់អ្នកដល់ព្រះជាម្ចាស់បានការរក្សាទុកនៅការខកចិត្តគ្រប់យ៉ាងក្នុងចិត្តមិនមែនជារឿងល្អនោះទេព្រះជាម្ចាស់អញ្ជើញឲ្យយើងមានភាពស្មោះត្រង់ជាមួយទ្រង់អំពីបញ្ហារបស់យើងព្រះបន្ទូលនៃព្រះបានចែងថាព្រះយេហូវ៉ាគង់នៅជិតអ្នកដែលមានចិត្តខ្ទេចខ្ទាំហើយសង្គ្រោះអស់អ្នកដែលមានវិញ្ញាណសោកសង្រេងព្រះមិនបានគង់នៅឆ្ងាយឬមិនអើពើចំពោះការឈឺចាប់របស់យើងនោះទេព្រះអង្គចង់ឲ្យយើងទូលប្រាប់ទ្រង់អំពីការខកចិត្តការឈឺចាប់និងការខូចចិត្តរបស់យើងព្រះអង្គនឹងជួបយើងនៅក្នុងពេលដែលយើងកំពុងតែមិនសប្បាយចិត្តហើយទ្រង់នឹងកំសាន្តចិត្តយើងមិននៅម្នាក់ឯងទេសូម្បីតែនៅក្នុងការខកចិត្តរបស់យើងក៏ព្រះអង្គទ្រង់ជ្រាបហើយក៏នៅមានរឿងដែលយើងត្រូវនឹងគុណដែរក្នុងកលៈទេសៈដ៏លំបាកព្រះនៅតែកំពុងធ្វើការក្នុងជីវិតរបស់យើងដដែលទោះបីយើងមើលមិនឃើញក៏ដោយដូច្នេះការជ្រើសរើសផ្ដោតលើសេចក្តីល្អរបស់ព្រះជាជាងផ្ដោតលើបញ្ហាពិតជាជួយការពារជំនឿយើងឲ្យកាន់តែរឹងមាំយើងត្រូវតែលះបង់ចោលត្រូវទូលថ្វាយការខកចិត្តទាំងនោះដល់ព្រះហើយចូលទុកចិត្តលើទ្រង់ចុះត្រូវចាំថាការខកចិត្តគឺគ្រាន់តែជារឿងបណ្ដោះអាសន្នប៉ុណ្ណោះការខកចិត្តអាចធ្វើឲ្យជឿចាប់ខ្លាំងក្នុងពេលមួយប៉ុន្តែវាមិនមែនជាចុងបញ្ចប់នៃសាច់រឿងឡើយព្រះបន្ទូលរបស់ព្រះធានាថាគ្រប់ការទាំងអស់ផ្សំគ្នាឡើងសម្រាប់ជាសេចក្តីល្អដល់អស់អ្នកដែលស្រឡាញ់ព្រះគឺអស់អ្នកដែលព្រះអង្គបានត្រាស់ហៅស្របតាមគម្រោងការរបស់ទ្រង់នៅពេលដែលយើងបែរទៅរកព្រះយើងដើរលើផ្លូវត្រឹមត្រូវឆ្ពោះទៅកាន់ជីវិតដែលនឹងមានព្រះពរដ៏ពិតប្រាកដព្រះជាម្ចាស់ក៏កំពុងប្រោះលោះបញ្ហារបស់យើងផងដែរអ្វីដែលមើលទៅហាក់ដូចជាបិទទ្វារនៅថ្ងៃនេះអាចនាំយើងទៅរកអ្វីមួយកាន់តែអស្ចារ្យនៅថ្ងៃស្អែកការខកចិត្តដែលយើងជួបថ្ងៃនេះគ្រាន់តែជារឿងបណ្ដោះអាសន្នទេប៉ុន្តែសេចក្តីសន្យារបស់ទ្រង់គឺអស់កលជានិច្ចដូច្នេះចូលយើងអត់ធ្មត់ហើយបន្តបោះជំហានទៅមុខដោយជំនឿការខកចិត្តនិងការខូចចិត្តអាចលំងយើងឲ្យបោះបង់ចោលអ្នកអាចមានអារម្មណ៍បែបនេះប៉ុន្តែមិនត្រូវណាយចិត្តនឹងធ្វើការល្អឡើយត្បិតបើយើងមិនរសាយចិត្តទេដល់ពេលកំណត់យើងនឹងជ្រកបាននៅព្រះពរដ៏ធំនេះជាសេចក្តីសន្យារបស់ព្រះសម្រាប់យើងនៅពេលដែលយើងដាក់ជំនឿនិងការទុកចិត្តរបស់យើងទៅលើទ្រង់ជាគំនិតចុងក្រោយការខកចិត្តគឺជាផ្នែកមួយនៃជីវិតប៉ុន្តែវាមិនបានកំណត់ជោគវាសនារបស់យើងទេនៅពេលដែលយើងពឹងអាងលើព្រះបន្ទូលរបស់ព្រះយើងស្វែងរកឃើញការកំសាន្តចិត្តសេចក្តីសង្ឃឹមកម្លាំងចិត្តដើម្បីបន្តដំណើរទៅមុខទៀតដូច្នេះកុំបារម្ភចាស់ចំពោះការដែលកើតឡើងក្នុងជីវិតរបស់យើងនិងកើតទុកចំពោះរឿងដែលមិនសមបំណងពេលខ្លះយើងអាចគ្រប់គ្រងបានទេដូច្នេះយើងអាចប្រឡែងវាចោលបានផែនការរបស់ព្រះតែងតែធំជាងផែនការរបស់យើងជានិច្ចហើយសូម្បីតែស្ថិតក្នុងគ្រាដ៏លំបាកបំផុតក៏ដោយក៏ព្រះអង្គកំពុងតែធ្វើការដើម្បីឲ្យយើងបានផលល្អដែរបើអ្នកជួបការខកចិត្តមិនពេញចិត្តមិនសប្បាយចិត្តឥឡូវនេះចូលមានកម្លាំងឡើងចូលនាំការខកចិត្តទាំងនោះទូលប្រាប់ដល់ទ្រង់ហើយទុកចិត្តថាព្រះអង្គពិតជាមានផែនការសម្រាប់អ្នកនៅពេលដែលអ្នកផ្ដោតលើសេចក្តីល្អរបស់ទ្រង់ហើយបោះជំហានទៅមុខនោះរឿងល្អនឹងកើតឡើងសម្រាប់អ្នកមិនខានចូលផ្ដោតលើការធ្វើរឿងដែលត្រឹមត្រូវចុះខ្ញុំសង្ឃឹមថាប្រិយមិត្តអ្នកស្ដាប់នឹងបន្តស្ដាប់កម្មវិធីរបស់យើងជារៀងរាល់ថ្ងៃរីកចម្រើនជារៀងរាល់ថ្ងៃជួបគ្នានៅកម្មវិធីក្រោយសូមចាំថាព្រះជាម្ចាស់ស្រឡាញ់អ្នក